បងប្អូនសង្កេតឃើញថ្មដុំថ្មណាដុំគ្រួសតូចៗដែលមាននៅក្នុងចំណីហ្នឹងមិនមែនក្រុមហ៊ុនគេធ្វើដើម្បីកេងប្រវ័ញ្ចដាក់យកទម្ងន់គីឡូនោះទេមិនទេប៉ុន្តែគេសិក្សាទៅលើតម្រូវការរបស់សត្វបាទជាពិសេសគឺទៅលើពពួកមេពងនឹងឯងដែលវាត្រូវការហ្នឹងបងប្អូនតើដឹងថាថ្មវាមានតួនាទីយ៉ាងម៉េចនៅក្នុងចំណីហ្នឹងគឺវាជួយវាយបំបែកចូលទៅជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់សត្វហ្នឹងរបស់មាន់ហ្នឹងពីព្រោះមាន់វាអត់មានធ្មេញដូចឆ្កែដូចឆ្មាអីជ្រូកអីទេអត់ទេគឺវាគ្រាន់តែចឹកទៅហើយវាផ្សើមជាមួយនឹងទឹកមាត់របស់វាហើយលេបចូលទៅក្នុងពោះតែម្ដងអញ្ចឹងវាពឹងផ្អែកទៅលើអាអស់ហ្នឹងដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់វាហើយកាលណាតាចំណីហ្នឹងវាត្រូវបានបំបែកបានល្អបាទអញ្ចឹងធ្វើឲ្យសត្វហ្នឹងវាសម្រូបយកជីវជាតិពីចំណីហ្នឹងបានល្អផងដែរកន្លែងហ្នឹងណាអាហ្នឹងជាគុណប្រយោជន៍នៃដុំថ្មហ្នឹងដែលគេដាក់ចូលនៅក្នុងហ្នឹងមិនមែនគេដាក់ដើម្បីបង្កើនទម្ងន់ចំណីនោះទេមែនទេណាបាទបងប្អូនសង្កេតឃើញនៅមាន់ដែលយើងប្រឡែងចេញទៅក្រៅក៏វាចឹកស៊ីអាហ្នឹងដែរបាទស៊ីថ្មស៊ីខ្សាច់ស៊ីអីចឹងទៅកន្លែងដែលវាអាចស៊ីបានអានោះវាជាតម្រូវការរបស់វាបាទជាតម្រូវការរបស់វាហ្នឹងហើយអរគុណអានេះគឺជាចំណេះដឹងខ្លីៗដែលកន្លងមកមានបងប្អូនមានចង្អុលឡើងហ្នឹងសម្រាប់ព័ត៌មានផ្សេងៗទៀតបងប្អូនជំវិញវគ្គសិក្សាបច្ចេកទេសទៅលើការចិញ្ចឹមមាន់ស្រែនៅបច្ចុប្បន្នយើងធ្វើតាមអនឡាញតាម Telegram ហើយក្នុងនោះយើងមានជាសភៅបច្ចេកទេសផ្ដល់ជូនបងប្អូនផងដែរហើយមួយផ្នែកទៀតសម្រាប់បងប្អូនដែលចង់បានតែសភៅយកទៅរៀនដោយខ្លួនឯងបាទអាហ្នឹងបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទនៅលើវីដេអូនេះបាទសភៅហ្នឹងយើងសរសេរទៅមកចប់កម្មវិធីរបស់មាន់ហ្នឹងបាទហើយក៏មានជាសភៅបច្ចេកទេសការចិញ្ចឹមទាកប៉ាផងដែរបច្ចុប្បន្នហ្នឹងដែលបងប្អូនអាចយកទៅសិក្សាហើយអនុវត្តធ្វើតាមវិធីសាស្ត្រកែប្រែទម្លាប់ដែលយើងធ្វើតាមបរមបុរាណមិនសូវទទួលបានផលអានឹងយើងផ្លាស់ប្ដូររបៀបធ្វើមកធ្វើតាមបែបថ្មីវិញដែលទទួលបានផលច្រើនជាងបាទ